នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹកគ្រោងកំពង់ធំបានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមករាឆ្នាំ2026និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តដែលកិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពឧត្តមសេនីយ៍តូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹកគ្រោងកំពង់ធំនិងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មេបញ្ជាការគ្រប់កងឯកភាពនិងស្ថាប័នចំណុះជាច្រើនកកផងដែរនាព្រឹកថ្ងៃទី29ខែមករាឆ្នាំ2026មុនដំណើរកម្មវិធីសមាជិកការនៃអង្គប្រជុំបានស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធវីរជនកម្ពុជាដែលបានពលីជីវិតដើម្បីបុព្វហេតុការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជាថៃហើយបន្ទាប់ពីលោកអនុស្រីឯកច័ន្ទសុធីនាយរងការិយាល័យទី3បានរាយការណ៍ពីការងារយោធាសន្តិសុខដែលសម្រេចបានក្នុងខែមករាកន្លងទៅនេះដោយបានគូបញ្ជាអំពីចំណុចសំខាន់នៃលទ្ធផលដែលធ្វើបាននៅចំណុចខ្លាំងចំណុចខ្វះខាតព្រមទាំងសេចក្តីព្រៀងទិសដៅដែលត្រូវបានអនុវត្តបន្តផងដែរបន្ទាប់ពីថ្នាក់ដឹកនាំនៃមេបញ្ជាការតាមបណ្ដាអង្គភាពមួយចំនួនបានលើកពិភាក្សានិងបတ်អន្តរាគមន៍រួចមកឧត្តមសេនីយ៍តូសំសុនក៏បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មេបញ្ជាការគ្រប់កងឯកភាពនិងស្ថាប័នចំណុះដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយុទ្ធពលខេមរៈភូមិន្ទទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈជាមួយនេះផងដែរក៏បានថ្លែងកោតសរសើរនៅវីរភាពដ៏អង្គអន្តរហានដែលបានពលិកម្មគ្រប់សពបែបយ៉ាងរបស់កងកម្លាំងនៃវិជាការដ្ឋានតំបន់ប្រតិបត្តិការសឹកគ្រោងកំពង់ធំដែលបានបំពេញភារកិច្ចក្នុងការការពារបូរណភាពទឹកដីនាពេលថ្មីៗនេះនៅទីដៅព្រំដែនកម្ពុជាថៃឧត្តមសេនីយ៍តូសំសុនក៏បានផ្សព្វផ្សាយពីស្ថានភាពថ្មីៗនិងប្រព័ន្ធភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តបន្តព្រមទាំងបានណែនាំដល់មេបញ្ជាការគ្រប់កងឯកភាពនិងស្ថាប័នចំណុះទាំងអស់ត្រូវណែនាំដល់យោធិនគ្រប់រូបនៅក្រោមអាវ៉ាតត្រូវត្រៀមខ្លួនជានិច្ចក្នុងកិច្ចការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ទាហានថៃនិងចូលរួមយ៉ាងសកម្មក្នុងការការពារគ្រប់គ្រងទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំឲ្យមានប្រសិទ្ធភាពខេត្តកំពង់ធំខ្ញុំបដិថាធ្វើសេចក្តីរាយការណ៍